Good morning day 3 របស់ Derek ហើយឥឡូវយើងកំពុងតែរៀបចំញ៉ាំអាហារពេលព្រឹកទាំងអស់គ្នាប៉ាកំពុងរៀបចំអូនគួយឲ្យស្រួលណអត់ទាន់ដឹងអីផងញ៉ាញ់បាត់ហើយឥឡូវគាត់សាពះសុំគាត់ឃ្លានឲ្យតែឃើញម្ហូបអីឈ្ងុយអីអត់បានទេគឺសុំឥឡូវកំពុងរៀបចំដាក់ឲ្យគាត់អូយមើលស្ងាបផឹកមិញងើបរៀងលឿនពេលចឹងគាត់អត់ទាន់អស់ងុយឥឡូវបានញ៉ាំហើយចាំមើល Derek ញ៉ាំទាំងអស់គ្នាថាគាត់ញ៉ាំច្រើនញ៉ាំតិចនិយាយទៅម៉ាមីហើយនឹង Derek ញ៉ាំច្រើនដូចគ្នាចាហើយខ្ញុំបានញ៉ាំមកមីគេនៅនឹងឆ្ងាញ់មែនតើខ្ញុំហើយនឹងគ្រួសារគឺ breakfast មីរហូតដល់សារទៅសៃមីនៅនឹងឆ្ងាញ់ដូចវាធ្វើមីវីម្សៅពងមាន់ហើយខ្ញុំនិងគ្រួសារខ្ញុំស្រួលញ៉ាំដូចគ្នាហើយខ្ញុំមើលតែមាត់ដឹងហើយគឺតេះគ្រប់មុខហ្មងខ្ញុំជាមនុស្សម្នាក់ដែរចូលចិត្តញ៉ាំអាហារប្លែករសជាតិអីចឹងគឺខ្ញុំអត់សូវរកចំណុយទេហើយខ្ញុំញ៉ាំម្ហូបអាស៊ីម្ហូបអឺរ៉ុបអីគឺងាយស្រួលហ្មងព្រោះខ្ញុំចូលចិត្តញ៉ាំរបស់ប្លែកចឹងណាថៃស្រួយញ៉ាំមែនតើហើយលើពងតាបច្ចុកបអូនប្រភេទជា yogurt គាត់ចូលចិត្តញ៉ាំទោះជាគាត់ញ៉ាំចំណីច្រើនប៉ុណ្ណាក៏ផឹកឡើងខ្ញុំឲ្យគាត់ញ៉ាំ yogurt ដែរដោយសារញ៉ាំទៅបាត់ជើងស្រួលគាត់យកទៅអូន Derek គឺគាត់ភូទៀងហ្មងរាល់ពេលរាល់វេលាគឺពេលផឹកម្ដងហើយពេលថ្ងៃម្ដងពេលដែលយើងមើលវីដេអូឃើញកូនញ៉ាំអញ្ចឹងមានអារម្មណ៍ថាមានក្តីសុខហើយខ្ញុំចំណាយពេលវេលាជាច្រើនជាមួយនឹងគាត់នៅក្នុងការបញ្ចុកអាហារគាត់3ពេលនិយាយទៅការថែទាំកូនគឺខ្ញុំយកចិត្តទុកដាក់ទៅលើចំណីអាហាររបស់គាត់អញ្ចឹងបាន Derek គាត់អត់ដែលអត់សូវឈឺនិយាយទៅតាំងពីគាត់នេះមកក៏អត់ដែលឈឺដោយសារការញ៉ាំរបស់គាត់គឺនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំទាំងអស់សូម្បីតែប៉ាប៉ាអត់ដែលហ៊ានយកអីទៅចុកកូនទេត្រូវសួរម៉ាមីសិនបានហ៊ានឲ្យទៅកូនអញ្ចឹងហើយនិយាយទៅចំណីអាហាររបស់គាត់គឺត្រូវប្រុងប្រយ័ត្នមែនតើហើយសុខភាពគាត់ការវៃឆ្លាតរបស់គាត់ក៏ទៅតាមចំណីអាហារដែរចាឥឡូវចាប់ហើយចាប់ផ្ដើមដល់មកទៅរកកាហ្វេសិនđi tên nè cà phê con mê ចាខ្ញុំអត់ញ៉ាំកាហ្វេទេប៉ុន្តែគាត់ថាអត់កាហ្វេហ្នឹងគឺខ្ញុំអត់និយាយរណាគេទាំងអស់ហ្មងគឺមានអារម្មណ៍ថាមួម៉ៅហ្មងអញ្ចឹងគ្រួសារខ្ញុំព្រឹកឡើងគឺការងារទិញកាហ្វេឲ្យប្រពន្ធមុនគេដើម្បីឲ្យប្រពន្ធស្រស់ស្រាយតែអត់កាហ្វេហ្នឹងគឺអត់និយាយរអ្នកណាទាំងអស់ហ្មងគឺអត់ដឹងមិនខ្ញុំអត់ញ៉ាំកាហ្វេគឺស្ងាប់ហើយអត់មានកម្លាំងក្នុងខ្លួនហ្មងតែថាបានកាហ្វេហើយគឺ energy មកពេញខ្លួនហ្មងឥឡូវពងខ្ចប់កាហ្វេហើយយើងរៀបចំចេញតាណាទៅGak BA Pak BA ចុះ BA នេះចាឥឡូវយើងកំពុងតែធ្វើដំណើរចិត្តទៅដល់ទីតាំងដែរគេធ្វើពិព័រណ៍ឡានធំមួយហើយការខ្ញុំទៅនឹងគឺជាគោលដៅចុងក្រោយនៃការតាំងពិព័រណ៍ហ្នឹងហើយគេគម្រប់ខួបទី30ឆ្នាំចាហើយពេលថ្ងៃហ្នឹងគឺការតាំងពិព័រណ៍មានច្រើនមែនតែនឡានច្រើនមែនតែនហើយពេលហ្នឹងអូនគាត់រោរឿងរសារគាត់ងុយគេងើបពីផឹកជាមើលបានតិចហ្នឹងហ៊ុញនិយាយទៅហ៊ុញបានមកផ្លែនតន់ទៅដល់កន្លែងខ្លោងទ្វារពិព័រណ៍ផងកូនគេងលក់បាត់និយាយទៅកូនចម្រុងចម្រើនហ្មងដឹងម៉ាមីប៉ាប៉ាធ្វើការកូនគេងហើយកូនក្មេងគេលក់ហើយម៉ាមីធ្វើការស្រួលហើយកូនគេចម្រុងចម្រើនអញ្ចឹងដល់កន្លែងគេគេងហ្មងចាឥឡូវខ្ញុំបានមកដល់មុខខ្លោងទ្វារចូលហើយពេលហ្នឹងយើងត្រូវពិព័រណ៍ហ្នឹងយើងមិនចេះតែចូលបានទេយើងត្រូវឲ្យខាងខ្ញុំតាក់ទងជាមួយនឹងខាង supplier រោងចក្រគាត់បំពេញព័ត៌មានឲ្យអញ្ចឹងដើម្បីយើងបាន scan ចូលទៅក្នុងពិព័រណ៍ហ្នឹងហើយគឺមានការដាក់តាំងបង្ហាញរថយន្តទំនើបស៊េរីថ្មីជាច្រើននៅក្នុងពិព័រណ៍ហ្នឹងហើយមនុស្សច្រើនមែនតើហើយមានច្រើន hall
ហើយមានច្រើន brand មែនតើគឺខាងក្រុមហ៊ុន LAN ទាំងអស់គឺគាត់បានដាក់តាំងពិព័រណ៍នៅក្នុងការតាំងពិព័រណ៍ហ្នឹងអញ្ចឹងខ្ញុំបានត្រូវអតិថិជនគាត់ order កំង LAN អញ្ចឹងខ្ញុំត្រូវ check ឡើងទៅ check ជូនគាត់ផងហើយយើងចែកដល់ចាំមានពិព័រណ៍អញ្ចឹងក៏ខ្ញុំបានឆ្លៀតជាមួយគ្រួសារខ្ញុំទៅមើលតាំងពិព័រណ៍ដែរដើម្បីចង់ដឹងថា LAN ទំនើបហ្នឹងវាខុសគ្នា model មកយើងបានថតជូន detail នៅពេលដែលភ្ញៀវគាត់សាកសួរយើងនឹងដឹង detail ច្បាស់ហើយនឹងបានរៀបរាប់ពីទស្សនវិជ្ជា LAN ជាក់ស្ដែងជូនគាត់អញ្ចឹងពេលខ្លះយើងមើលទៅក្នុង website យើងអត់មានរូបជាក់ស្ដែងក៏យើងអត់ហ៊ានប្រាប់ភ្ញៀវដែរចាព្រោះ LAN មួយមិនមែន200-300ទេគឺខ្ទង់10000អញ្ចឹងយើងត្រូវឡើងទៅមើលឲ្យដឹងថា LAN ហ្នឹង function ទឹកថ្នាំមិនសាច់ពុកមិនអីមិនអញ្ចឹងយើងដឹងឃើញនឹងភ្នែកអញ្ចឹងនៅពេលដែលយើងdetail ប្រាប់ភ្ញៀវគឺយើងហ៊ានប្រាប់គាត់ថារូបភាពពិតអីពិតហ្នឹងមិនកុំឲ្យពេលដែលគាត់ order ហើយពេលមកដល់គាត់អត់ពេញចិត្តយើងជាអ្នកលក់ក៏យើងអត់សប្បាយចិត្តដែរប៉ុន្តែពេលដែលភ្ញៀវគាត់យកទៅគាត់សប្បាយចិត្តក្នុងនាមជាយើងអ្នកលក់គឺយើងសប្បាយចិត្តដូចគ្នានៅពេលដែលគាត់បានរបស់ដែលគាត់ស្រឡាញ់ហើយយើងបាន detail រៀបរាប់ពីចំណុចល្អចំណុចអាក្រក់របស់អាវ៉ាន់មួយហ្នឹងអញ្ចឹងណាហើយពេលខ្ញុំទៅហ្នឹងពេលដែលខ្ញុំឃើញឡានមានអារម្មណ៍ថាយើងមានលុយត្រឹម50000ជាងឬក៏30000ជាងទៅ100,000ជាងហ្នឹងគឺយើងបានឡានមួយដ៏ទំនើបខ្លាំងហ្មងព្រោះគឺដូចឡានមួយគ្រឿងនេះគឺអូយបាច់មានលុយដល់100,000ទេប៉ុន្តែបានជិះឡានបច្ចេកវិទ្យាដូច100,000អញ្ចឹងមានអារម្មណ៍ថាវាទំនើបខ្លាំងមែនទេមានអារម្មណ៍ថាឡានអគ្គិសនីលើគឺទំនើបហើយដូចការជំនាន់ខ្ញុំនៅរៀនអីអូយមានលុយទិញប្រុសអីជិះហ្នឹងគិតថាទំនើបឯងប៉ុន្តែឥឡូវមានលុយត្រឹមតែ20000ជាងអីគឺជិះឡានដូចឡានស្ពណ៌ឯងគឺខាងក្នុងមាន screen មានអីលយមែនតែនហើយខ្ញុំឆ្លាញ់អាពណ៌ស្វាយនេះស្អាតមែនតែនហើយមានកន្លែងដាក់កាបូបទៀតលយណាស្រីមើលអាហារគ្នាយើងរាល់ដងឯងរកកន្លែងដាក់កាបូបអីរៀងបាក់តែ model នេះវិញគឺលយហ្មងគឺខ្ញុំឡើងសាកហើយសាកទៀតពងឲ្យប្តីពិចារណា Densa ហ្នឹងហើយកន្លែងចុចវាហ្នឹងក៏លយមានអារម្មណ៍ថា classic ហ្មងណាទំនើបហ្មងស្រឡាញ់មែនតើហើយមានអារម្មណ៍ថាវគ្គក្រោយនេះគឺពណ៌ស្វាយពណ៌ទឹកក្រូចហ្នឹងគឺលេខ1ហ្មងកំពុងតែតន់ trend គេស្អាតមែនតើស្រឡាញ់ខ្លាំងអាឡានេះ Densa ហើយឥឡូវកំពុងតែផ្អើលនឹង Mazda EZ6 ចាំមើលខ្ញុំ detail បន្ថែមឥឡូវកូនខ្ញុំបានភ្ញាក់ហើយមិញគេងលក់គេងឥឡូវម៉ាមីធ្វើការចិត្តចាប់កូនភ្ញាក់ចឹងអូនឡើងមកទេសឡានមួយម៉ាមីនិយាយពីថាជាងម៉ាមីទៀតឆ្ងល់ចុចនេះចុចនោះរហូត Derek គាត់ស្រឡាញ់ឡានដូចម៉ាមីហើយនឹងប៉ាប៉ាដែរចូលចិត្តឡានអត់មានខ្លាចគេទេហត់លេងពេញនឹងហ្មងអើយបានកូនកំឡោះមួយក្លាហានណាស់តែណាក៏អត់ចេះខ្លាចគេដែរហើយគេចាប់ថតគ្រប់គ្នានៅប្រជាជនចិនគឺស្រឡាញ់កូនក្មេងហ្មងឲ្យតែទៅណាក៏គេសុំថតដែរមិនថាក្មេងស្រីឬក៏អ៊ំចាស់ឯគាត់ស្រឡាញ់ Derek មែនតើចាប់ថតអានេះមានជាការរំសូគេសូទៅគ្រប់ brand ទាំងអស់ហ្មងឥឡូវនាំ Derek លេងសិនហើយចាំធ្វើការតទៀតកំពុងទីងណយមួយប៉ាប៉ាការងារផងបលែងកូនផងក្តីសុខហ្មងពេលដែលយើងធ្វើការផងមានមនុស្សដែលយើងស្រឡាញ់នៅជាមួយអញ្ចឹងធ្វើការអត់ហត់ទេជាសេះកម្លាំងចិត្តតូចហ្នឹងហ្មងអត់ឲ្យម៉ាមីអីសេតអីក៏មិនបាច់សេតដែរគឺអូននាំលេងរហូតក្មេងតូចគឺជាថ្នាំទឹករបស់ម៉ាមីឥឡូវនាំ Derek មកលេងថយជាមួយមីយ៉ាអូនឡើងកាកើមីគេ2ឆ្នាំជាង3ឆ្នាំអូនទូជាងគេទៅបាន1ខួបជាងគេម៉ាក់អូនគាត់ពងសួរថា Derek អាយុម៉ែនហើយគាត់ទៅសារអូនរហូតព្រោះអូនអស់គុណរហូតពេលគាត់
កូនគាត់ហុចអីចឹង Derek ចេះអរគុណហើយគាត់ថា Derek good boy គាត់ទៅសើររហូតចាហើយ Derek គាត់ឡៃលេងអញ្ចឹងពួកខ្ញុំបានមកធ្វើការងារបន្តទៀតដើម្បីថតឡានជូនភ្ញៀវហើយពេលថតអីចប់ពួកខ្ញុំក៏បានរៀបចំមកតែវិញចាហើយចាំមើល outfit របស់ក្មេងតូចបន្តទៀត Derek មីសុំមើល outfit កូនតិចមើលអត់ Derek កូនមកនេះមកអូវ៉ាវសង្ហាម៉ែអត់មកនេះមកចិត្តម៉ាមីមើលអូយតាំងហាម៉ែវើយsit down sit down កូន sit down មកតាមនេះកូននេះតាមនេះនេះកូនតាមនេះតា ចាហើយលើ Derek កំពុងតែហត់ចេញមកក្រៅហើយទាយទាំងអស់គ្នាមើលបងប្អូនថា Derek ថ្ងៃនេះទៅញ៉ាំអីសម្រាប់អាហារពេលល្ងាច ចាំមើលទាំងអស់គ្នានៅវីដេអូក្រោយចាំមើលម៉ាមី Derek ប៉ាប៉ាញ៉ាំអីគេខ្លះអូខេ bye bye see you វីដេអូក្រោយនឹងចេញលឿនជាងវីដេអូនេះអូខេ bye bye